បាទថ្ងៃនេះខ្ញុំមានលំហាត់ចំនួន complex មួយឥឡូវយើងមើលដំណោះស្រាយសកគេឲ្យសិតគេឲ្យយើងសរសេរសិតនឹងជាទម្រង់ពេចគណិតយើងសរសេរទៅមកកបាទសរសេរសិតជាទម្រង់ពេចគណិតជាសរសេរថាគេមានសិតគឺស្មើឬទី2នៃ2បូក2ទៅតាឲ្យឬទី2នៃ3ដល់ e យើងគុណបញ្ចូលគុណទៅបានឬទី2នៃ6បូកឲ្យដកឬទី2នៃ 2e យើងគុណនេះបញ្ចូលទៅបានបូកឬទី2នៃ 6e យើងគុណទៅស្មើមកដកប៉ុន្តែ e ការ៉េទៀតស្មើបូកវិញបន្ទាប់មកយើងក៏បដុំផ្នែកពិតមួយផ្នែកពិតនិមិត្តមួយនិមិត្តចឹងសំណួរកយើងប៉ុណ្ណឹងបាទឥឡូវយើងក៏លេចមើលសំណួរសខវាឲ្យយើងសរសេរសិតជាទម្រង់ត្រៃកោណមានម្ដងចឹងយើងនិយាយថាគេមានសិតដែលសមត្ថកម្មវាប្រាប់មុនហ្នឹងចឹងកត្តានេះយើងទាញពីកត្តាមកហើយកត្តានេះយើងទាញកត្តានេះយើងទាញ2ដែរតោះយើងយក2ហ្នឹងគុណគ្នាមកបាត់4ហើយយើងបំលែងវាជាទម្រង់ត្រៃកោណមានមកចឹងវាត្រូវកុសផាយលើ4ចំណែកមួយទៀតវាត្រូវនឹងមុំ60តែផ្នែកនិមិត្តនឹងដកចឹងយើងអាចសេថាដកផាយលើ6បាទបន្តមកយើងកណនីវាដែលប្រើការគុណចំនួន complex គឺយើងយកកូដ data 1បូកមួយកូដ data 2ចឹងនេះសញ្ញាដកចឹងចេញដកវិញហើយបន្តមកយើងនៅក្នុងវងចរនេះយើងប្រើវិធីខ្វែងមកចឹងបើខ្វែងមកគឺបាន6អានេះបាន4ចឹង6ដល់4សល់2ផាយលើ24យើងសម្រួលទៅស្មើផាយលើ12បាទឥឡូវយើងកន្លែងមើលសំណួរសកគោគេឲ្យយើងទាញរកតម្លៃប្រកបនៃគោផាយលើ2និងស៊ីនផាយលើ2ចឹងយើងអាចសរសេរថាគេមានសិតយើងរកឃើញមុនហ្នឹងគឺសិតជាទម្រង់ពេចគណិតហើយសិតមួយទៀតជាទម្រង់ត្រៃកោណមានបាទបន្ទាប់ពីយើងស្រង់សមត្ថកម្មដែលយើងបានរកឃើញហើយយើងអាចផ្ទឹមបានយើងអាចថាទាញបានយើងផ្ទឹមផ្នែកពិតមួយផ្នែកពិតនិមិត្តមួយនិមិត្តមកបាទបន្ទាប់ពីយើងផ្ទឹមបែបហ្នឹងហើយយើងទាញរកតម្លៃមកយើងទាញរបស់4ទៅនោះទៅបានគុណដូចទៅនៅខាងនោះចែកបាទចឹងតម្លៃស៊ីនហើយនឹងកុសគឺឃើញប៉ុណ្ណឹង